hà đi crop chìm chẳng nhẹ chừng ngư nó miên chỉ vật ruột nó đời xa cả phải trôi chiếm bà sân na chiêm nó vì mình miên chiêm phải trôi thế chẳng nhẹ chừng ngư nó ai bần đa ai bật bằng chỉ vật chẳng ca phải trôi chiếm chỉ riêng rồi khai nằm bay cắt và thói ca chui nhẹ chừng ngư ở miên chỉ vật ruột nó đời xa cả phải trôi chiếm តពីទទួលបាននៅព័ត៌មានពីក្រុមការងារនៅស្ថានភាពបងប្អូនប្រជាពលរដ្ឋមួយគ្រួសារកំពុងជួបការលំបាកមានជំងឺមហារីកគ្រាប់ឈាមធ្ងន់ធ្ងរត្រូវការឈាមជាបន្ទាន់អ្នកជំងឺមានឈ្មោះខួនសារីភេទស្រីអាយុ24ឆ្នាំនិងប្តីឈ្មោះពួងឡុងឌីអាយុ23ឆ្នាំបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិព្រៃស្លាសង្កាត់កាកា2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមានស្រុកកំណើតភូមិធ្នំឃុំស្វាយធំស្រុកស្វាយជ្រុំខេត្តស្វាយរៀងជាអកុសលប្អូនស្រីខួនសារីមានជំងឺរលាកលំពេងធ្ងន់ធ្ងរមានជាតិពុលលើសកម្រិតមហារីកគ្រាប់ឈាមត្រូវការឈាមសង្គ្រោះជីវិតជារៀងរហូតហើយពេលនេះកំពុងសម្រាប់ព្យាបាលជំងឺថែទាំសុខភាពនៅអគារសង្គ្រោះបន្ទាន់កណ្ដាលនៃមន្ទីរពេទ្យកាឡាម៉ែតរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការដោយក្តីអាណិតអាសូរពុនពេកក្នុងស្មារតីមនុស្សធម៌ទឹកចិត្តខ្មែរស្រឡាញ់ខ្មែរខ្មែរជួយខ្មែរបានចាត់ឲ្យលោកអនុសេនីយ៍ឯកស្រេងលីហួរជាបន្ទាន់ឲ្យធ្វើការទំនាក់ទំនងទៅកាន់គ្រួសារលោកពួងឡុងឌីដែលកំពុងត្រូវការឈាមជាបន្ទាន់ដោយសម្របសម្រួលជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដោយទទួលបានឈាមចំនួន3សាក់ក្នុងការបញ្ចូលឈាមដល់ប្អូនស្រីខួនសារីដើម្បីជួយសង្គ្រោះដល់អាយុជីវិតសូមបញ្ជាក់ផងដែរថាដោយសារតែជំងឺមានសភាពធ្ងន់ធ្ងរនិងត្រូវការឈាមសង្គ្រោះជីវិតជារៀងរហូតដើម្បីសង្គ្រោះអាយុជីវិតប្អូនស្រីខួនសារីដូច្នេះលោកឧត្តមសេនីយ៍ត្រីមេងស្រុនបានចាត់ឲ្យក្រុមការងារសម្របសម្រួលជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបន្តផ្ដល់ឲ្យបន្ថែមទៀតទៅតាមតម្រូវការចាំបាច់ក្នុងការលាងឈាមដើម្បីបន្តជីវិត